ជំរាបសួរអ្នកទាំងអស់គ្នាលើកនេះទំព័រមេដាសូមបង្ហាញជូនពីការធ្វើ sandwich ជាកញ្ចប់តូចៗសម្រាប់ខ្ចប់បាយម្ហូបឲ្យកូនយកទៅសាលាចាជាដំបូងគឺយើងត្រូវការនំប៉័ងសាបចំនួន2បន្ទះរួចយើងកាត់ខាងចេញឲ្យអស់ឲ្យស្អាតចាបន្ទាប់ពីយើងកាត់ត្រចៀកនំប៉័ងខាងក្រហមចេញអស់ហើយគឺនៅសល់តែសាច់សបន្ទាប់មកយើងកាត់នំប៉័ងនេះជា4បន្ទាប់ពីកាត់នំប៉័ងនេះជា4ចំណែកស្មើគ្នាហើយគឺយើងបកស្រទាប់មួយស្រទាប់របស់នំប៉័ងទាំង4គូនេះខាងលើចេញសិនបន្ទាប់មកគឺយើងបៀកសូកូឡាសម្រាប់បៀកនំប៉័ងនៅចំកណ្ដាលក៏អាចបៀកដំណាប់ផ្សេងទៀតដែលជាចំណង់ចំណូលចិត្តរបស់កូនក៏បានដែរបន្ទាប់មកគឺយើងធ្វើការបិទស្រទាប់នំប៉័ងខាងលើដែលយើងបកចេញអំបញ្ញមិញនេះទៅវិញហើយយើងយកសមួយទៅសង្កត់ខាងគែមនំប៉័ង sandwich នេះដើម្បីឲ្យនំប៉័ងមួយគូនេះជាប់គ្នាបានល្អហើយទៅជារាងកញ្ចប់តូចៗដែលយើងហៅថា sandwich កញ្ចប់តូចៗចាហើយនេះណាជា sandwich កញ្ចប់តូចៗដែលយើងបានធ្វើជាមួយគ្នាឬក៏ហៅថា pocket sandwich ហើយរួចរាល់សម្រាប់ខ្ចប់បាយឲ្យកូនយកទៅសាលាបានហើយសូមអរគុណសូមជម្រាបលា